រុនសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ភាគបន្តទៀតហើយពុកម៉ែបងប្អូននេះជាទេសភាពខ្លះឆ្ពោះទៅកាន់ប្រាសាទប្រែរូបបងប្អូនហើយបន្តិចទៀតយើងនឹងធ្វើការឆ្លងកាត់ប្រាសាទប្រែរូបនៅផ្លូវខាងក្រោយដែលជាផ្លូវកង់បងប្អូនហើយបន្តិចទៀតយើងនឹងចុះទៅតាមផ្លូវនេះបងប្អូនបាទបងប្អូនឥឡូវគឺយើងបានមកដល់ប្រាសាទតែរូបហើយបងប្អូនហើយនេះគឺជាទេសភាពនៅពីខាងក្រោយប្រាសាទតែរូបបងប្អូនពេលដែលមើលពីខាងក្រោយទៅបងប្អូនអើយស្អាតបងប្អូនវាលាយឡំនឹងដំណក់ទឹកភ្លៀងសម្រាប់ប្រាសាទតែរូបគឺយើងគ្រាន់តែជិះឆ្លងកាត់ទេបងប្អូនយើងបានចូលទស្សនាទេអញ្ចឹងយើងមើលទេសភាពខាងក្រោយនេះបងប្អូនសម្រាប់ប្រាសាទក្រោមដំណក់ទឹកភ្លៀងដែលអមទៅដោយទេសភាពដល់ផ្នែកសងខាងតោះបងមកខាត់ពេលយើងបន្តដំណើរទៅមុខទៀតព្រោះពេលវេលាកាន់តែរំកិលទៅមុខហើយបងប្អូនពោះក៏កាន់តែកោដែរបាទពុកម៉ែបងប្អូនឥឡូវយើងមកដល់ប្រាសាទបន្ទាយក្តីពុកម៉ែបងប្អូននេះជាទេសភាពដែលទល់មុខនឹងស្រស់ស្រង់បងប្អូនឃើញថាមេឃនៅតែបន្តរលឹមមិនទាន់រាំងបងប្អូនឥឡូវយើងចប់ការទស្សនាបងប្អូនហើយសម្រាប់ប្រាសាទបន្ទាយក្តីក៏យើងអត់បានចូលដែរយើងគ្រាន់តែមកមើលទេសភាពនៅខាងមុខបន្តិចហើយសម្រាប់បន្តិចញ៉ាំទឹកបន្តិចយើងនឹងបន្តដំណើរទៅមុខទៀតកន្លងមកបងប្អូនគឺមាត់អូនេះយើងឆ្កាត់រហូតតែដែរចុះលេងចឹងថ្ងៃហ្នឹងយើងចុះមកមើលទេសភាពនៅនឹងបន្តិចដោយសារតែឃើញបងប្អូនយើងច្រើនណានៅពេលថ្ងៃសៅរ៍អាទិត្យគាត់មកអង្គុយលេងនៅមាត់អូលេងទឹកហើយអង្គុយញ៉ាំអីនៅនឹងចាក់ទេស្ដាប់ហើយសម្រាប់យើងគឺជិះរំលងរហូតបងប្អូន Ngayសម្រាប់ថ្ងៃនេះគឺយើងមិនរំលងទេយើងចុះមកមើលទេសភាពនឹងបន្តិចចង់ដឹងថាវាស្រស់ស្អាតប៉ុណ្ណាបងប្អូន
បាទពុកម៉ែបងប្អូនក្រោយពីទស្សនាចប់ឥឡូវយើងចេញមកផ្ទះប៉ុន្តែមិនតាន់ដល់ផ្ទះបងប្អូនអើយតែមិនដល់កសិនទឹកអង្គតូចលៀងមកមេធំមកហើយដល់ពិតទៅខ្ញុំដាក់ឆាត់តាមខ្លួនប៉ុន្តែឆាត់នឹងក៏ទៅបត់ជាប់ដែរខ្យល់វាយប៉ើងឆាត់អស់លីងបងប្អូនហើយទូរស័ព្ទក៏សើមទៀតឥឡូវមានបិទឈប់ថតទៅនឹងអូខេបាយបាយពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយសម្រាប់ថ្ងៃហ្នឹងគឺយើងពិតជាសំណាងមែនទេបងប្អូនពួកអីត្រូវភ្លៀងពេញមួយថ្ងៃហ្មង